ត្រាំនិងមកម៉ាឡេស៊ីចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃរដ្ឋមន្ត្រីការបរទេសនៃប្រទេសម៉ាឡេស៊ីលោកមហាម៉ាត់ហាសាននាថ្ងៃអង្គារទី14ខែតុលាបាននិយាយថាប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំនឹងធ្វើដំណើរមកកាន់ប្រទេសម៉ាឡេស៊ីនៅថ្ងៃទី26ខែតុលាឆ្នាំ2025ដើម្បីចូលរួមពិធីចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃអំឡុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូលអាស៊ានតាមទីភ្នាក់ងារព័ត៌មាន Reuters បានឲ្យដឹងថាលោកមហាម៉ាត់បានបន្តថាម៉ាឡេស៊ីរួមជាមួយសហរដ្ឋអាមេរិកនឹងដើរតួជាអ្នកសម្របសម្រួលកិច្ចព្រមព្រៀងខាងលើរវាងថៃនិងកម្ពុជាដែលនឹងមានតម្រូវឲ្យភាគីទាំងសងខាងបោះសម្អាតមីនហើយដកសភាវុធធុនធ្ងន់ទាំងអស់ចេញពីតំបន់ព្រំប្រទល់បើតាមលោករដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនោះនឹងត្រូវធ្វើឡើងអំឡុងកិច្ចប្រជុំរវាងមេដឹកនាំអាស៊ានដែលក្រុងប្រព្រឹត្តនៅទីក្រុងកូឡាឡាំពួរចាប់ពីថ្ងៃទី26ដល់ថ្ងៃទី28ខែតុលាឆ្នាំ2025លោកមហាម៉ាត់បានប្រាប់ទៅកាន់ក្រុមអ្នកសារព័ត៌មានយ៉ាងដូចនេះថាអំឡុងកិច្ចប្រជុំកំពូលអាស៊ានយើងសង្ឃឹមថាការចុះកិច្ចព្រមព្រៀងមួយហៅថាកិច្ចព្រមព្រៀងទីក្រុងកូឡាឡាំពួររវាងប្រទេសជិតខាងទាំងពីរនឹងធានានៅបទច្បាញ់យូរអង្វែងព្រមទាំងសន្តិភាពគួរបញ្ជាក់ថាភាពតានតឹងជុំវិញបញ្ហាព្រំដែនរវាងកម្ពុជានិងថៃបានឈានដល់ការប៉ះទង្គិចប្រដាប់អាវុធដ៏ប្រឡាយអស់រយៈពេល5ថ្ងៃកាលពីខែកក្កដាកន្លងទៅមុននឹងមានបទឈប់បាញ់គ្នាដែលព្រួយដើមដោយលោកត្រាំនិងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកអាន់វ៉ាអ៊ីប្រាហ៊ីមដែលជាប្រធានបដូវវេនរបស់អាស៊ាន